យើងអាចនិយាយបានថារុស្ស៊ីគឺមានចំណុចខ្សោយច្រើនប៉ុន្តែរឿងសង្គ្រាមខ្ញុំគិតថានៅលើពិភពលោកគ្មានប្រទេសណាអាចយកជ័យជំនះលើប្រទេសរុស្ស៊ីបានទេអត់មានទេបើយើងនិយាយពីវត្តសាស្ត្រអានឹងគឺខ្ញុំបានគូបញ្ជាក់ហើយគឺសង្គ្រាមតាំងពីឆ្នាំ1917មកក្រោយមុនឆ្នាំ1917ក៏មានអញ្ចឹងគឺថាសង្គ្រាមជាមួយណាប៉ូឡេអុងសង្គ្រាមជាមួយនឹងហ៊ីតលែរអាល្លឺម៉ង់សង្គ្រាមជាមួយនឹងគេហៅថាចក្រភពអាស្មានអញ្ចឹងបើយើងមើលពីសង្គ្រាមមួយហ៊ីតលែរមានន័យថាហ៊ីតលែរហ្នឹងកេណ្ឌប្រទេសចង់10បាទចង់10មកវាយមួយសូវៀតកាលនោះវាមិនមែនរុស្ស៊ីសូវៀតណាប៉ូឡេអុងកេណ្ឌមនុស្សពីអាហ្វ្រិកពីអាស៊ីអីទៅមកវាយជាមួយនឹងរុស្ស៊ីបន្ទាប់បំផុតគឺណាប៉ូឡេអុងក៏ចាញ់ហ៊ីតលែរក៏ចាញ់ហើយចក្រភពអាស្មាននេះគឺមានន័យថាទួរគីប្រមូលពីអារ៉ាប់ប្រទេសមូស្លីមមកវាយជាមួយសូវៀតក៏ចាញ់បាទហើយថ្មីនេះគឺប្លុក NATO បាទវាយរបបបាសាអាសាដនៅប្រទេសស៊ីរីចឹងប្លុក NATO មកវាយជាមួយរុស្ស៊ីប៉ុន្តែរុស្ស៊ីគ្រប់គ្រងអាសាដចឹងអាសាដយកជ័យជំនះលើក្រុមប្រឆាំងក្រុមឧទាមប៉ុន្តែចុងក្រោយគឺរុស្ស៊ីអាចនឹងជាការដោះដូរខ្ញុំបាទគិតថាជាការដោះដូរហើយអាសាដលោកបាអាសាដហ្នឹងគឺលោកអត់បានធ្វើអីឲ្យមានការរីកចម្រើនអញ្ចឹងរុស្ស៊ីត្រូវតែរុញគាត់ចោលណាហើយចុងក្រោយនេះអ៊ុយក្រែនបាទអ៊ុយក្រែនអញ្ចឹងអ៊ុយក្រែននេះ50-60ប្រទេសសិតតែប្រទេសអ្នកមានលុយមានបច្ចេកវិទ្យាមានអាវុធទំនើបកងទ័ពខ្លាំងប៉ុន្តែលទ្ធផលគឺឃើញច្បាស់នឹងភ្នែកហើយអញ្ចឹងអាចនិយាយបានថារុស្ស៊ីនេះគឺរឿងសេដ្ឋកិច្ចរឿងវិទ្យាសាស្ត្រអីយើងកុំនិយាយពីរឿងសង្គ្រាមគឺអត់មានពីណាឈ្នះគាត់ទេបាទខ្ញុំបាននិយាយយ៉ាងច្បាស់អញ្ចឹងមកទី1គឺភូមិសាស្ត្ររបស់គាត់ប្រទេសរបស់គាត់ធំហើយប្រទេសរបស់គាត់គឺមានច្រកចូលមកអញ្ចឹងច្រកចូលមកគាត់បិទចប់អស់ហ្មងបាទទាំងអាគោកអាកាសជើងទឹកគាត់បិទចប់អស់ហ្មងអញ្ចឹងអ្នកមកវាយគាត់គឺមិនអាចយកជ័យជំនះលើគាត់បានទេហើយបន្ថែមពីលើនោះទៀតគឺបើយើងនិយាយពីអាវុធយុទ្ធភ័ណ្ឌរបស់គាត់យើងមិនតន់និយាយដល់បរមាណូយើងនិយាយគ្រាន់តែកំជ្រួចបាទកំជ្រួចទំនើបមកទល់ពេលនេះគឺមិនមានប្រទេសណាដែលមានកំជ្រួចទំនើបដូចគាត់ទេបាទអញ្ចឹងប្រទេសមួយចំនួនគឺ2នាទី3នាទីកំជ្រួចហោះទៅដល់បាទហើយកំជ្រួចនោះមានភ្ជាប់ជាមួយក្បាលក្របទៅទៀតកំជ្រួចមួយនេះអាចទៅដល់10-20គ្រាប់បាទ10-20គ្រាប់អានឹងនិយាយពីកំជ្រួចហើយបើយើងនិយាយពីអាវុធបល័យលោកបរមាណូបើយើងនិយាយអំពីបរមាណូគឺរុស្ស៊ីគឺបរមាណូរបស់គាត់នៅលើយន្តហោះផងនៅលើនាវាចម្បាំងដែលបើកលើសមុទ្រផងហើយនៅនាវាចម្បាំងដែលបើកក្រោមសមុទ្របានន័យថាកប៉ាល់មួយទឹក submarine ណាអញ្ចឹងក្នុងពិភពលោកឬក៏តំបន់មួយគាត់យកតែកប៉ាល់មួយទឹករបស់គាត់មួយទៅគឺកំទេចមកទ្វីបបានបាទឧមាថាមកទ្វីបអឺរ៉ុបឬក៏ទ្វីបអាហ្វ្រិកឬក៏ទ្វីបអាស៊ីកប៉ាល់គាត់មួយហ្នឹងគឺគាត់កំទេចមកទ្វីបនឹងបានហ្មងបាទអញ្ចឹងហើយបានជាខ្ញុំបាទយល់ថាមកទល់ពេលនេះគឺមិនមានប្រទេសណាអាចយកជ័យជំនះលើគាត់បានទេបាទហើយនិយាយពីរឿងអ៊ុយក្រែនចឹងបើយើងនិយាយពីប្រទេសអ៊ុយក្រែនជាមួយប្រទេសរុស្ស៊ីនេះគឺបើយើងនិយាយពីប្រជាជននឹងគឺថាដូចគ្នាតែម្ដងគឺគ្មានលក្ខណៈកន្លែងណាដែលថាយើងខ្មែរយើងថាខុសគ្នាគឺដូចគ្នា 100% តែម្ដងបាទដូចគ្នា 100% តែម្ដងហើយបញ្ហាដែលកើតឡើងគឺច្បាស់ណាស់ហើយថា
mình men bị chia chôn ở Ukraine thế cứ mê đặc nom ở Ukraine hay mê đặc nom ở Ukraine nó cứ miền tập pi nè thế cứ trong crowd nâng mong cái tháo thì mỗi cứ lục Parashenka Petra Parashenka đại tranh nhau Zelensky nơi năm đôi chỉ pi pon đập bầm bay đôi chỉ pi pon đập bầm bay chăm pi pon đập bay cứ tranh nhau hơi Zelensky nhau nó cứ pi nẹt nâng là mong pi nẹt nâng tại mà đòn cái chứ bắp cái tầm lóp ấy đừng đừng bay ở Ukraine từ NATO ở Ukraine từ đình EU hơi bay chay đầm bon khai đầm bọc luôn chân khai đầm bọc luôn chỉ bị xây đầm bon đánh bà nè chân đầm bon đánh bà nó cứ mình men cái chặt tục thay chia bị chia chôn Ukraine cái chặt tục thay đầm bon đánh bà nó cứ chụp phăng sệt trời chẳng hỏi bạn chỉ việc cao miên sẵn kriếm nâng miền này tham môn đầm bốn cứ Russia mình bàn trôi từ ngoại tê Russia còn tay bánh chun vụt cho tập hòn ấy tầng control lôi cắt ấy tầng hay dụ chun Russia tranh bị tê Russia tới đánh bà nâng đầm bấy chắp đây cho mùi nâng dụ chun đánh bà nâng đầm bấy vay cho mùi Ukraine vay cho mùi tì krong kêu còn tay trong crowd đi cứ không được vuông muôn năm pi pon mà phải pi và muôn năm pi pon phải pi đi cứ Ukraine tiên dục NATO tiên dục và pon NATO máu được chứ này cứ pe nâng hỏi đại Russia bàn bắt đo ai cái xa tại oi Americ tại oi block NATO đầm bấy bị phía xa tại lỡ phanh ca son thì sọc xa chỉ mày còn tay từ Americ từ block NATO toát cháu hơi tức đo chỉ một miền này tha NATO mà đoប្រទេស Ukraine chẳng Russia từ ប្រតិបត្តិការយោធាពិសេសថ្ងៃទី24ខែ2ហ្នឹងហើយmộtទល់ម៉ោងនេះគឺអាចនិយាយបានថាជាទូទៅជារួមជាយុទ្ធសាស្ត្រមានន័យថាអ៊ុយក្រែនគឺគេមិនបានដាក់ទិសដៅគោលដៅថាវាយយកទឹកដីដែលបានបាត់បង់នោះត្រឡប់មកវិញទេហើយអ៊ុយក្រែនក៏គ្មានលទ្ធភាពវាយត្រឡប់យកមកវិញបានដែរអញ្ចឹងគោលដៅគោលបំណងរបស់អ៊ុយក្រែននេះគឺបានន័យថា NATO នៅពីក្រោយនឹងទប់ទល់ធ្វើម៉េចកុំឲ្យបាត់តទៅទៀតប៉ុន្តែទោះជាទប់ទល់យ៉ាងណាក៏ត្រូវតែបាត់រហូតបាត់ជារៀងរាល់ថ្ងៃបាត់ជារៀងរាល់អាទិត្យបាត់ជារៀងរាល់ខែបាត់ទឹកដីធ្លាក់មកលើដៃគ្រប់គ្រងរុស្ស៊ីគ្រប់គ្រងទោះបីអ៊ុយក្រែនមានអ្នកគ្រប់គ្រង40-50ប្រទេស60ប្រទេសក៏អ៊ុយក្រែនអត់មានលទ្ធភាពទល់តែសោះហ្មងដើម្បីវាយយកទឹកដីត្រឡប់មកវិញឬក៏ការពារទឹកដីកុំឲ្យបាត់បង់តទៅទៀតគឺអត់ទៅរួចទេបាទចំពោះរុស្ស៊ីគឺផែនការគោលដៅគោលបំណងរបស់គេគេហៅថាប្រតិបត្តិការយោធាពិសេសនេះគេធ្វើជាសន្សឹមទៅហើយបើប្លុក NATO ដែលនៅពីក្រោយអ៊ុយក្រែនរួមទាំងអាមេរិកផងគ្រប់គ្រងឲ្យមានការតជែកគ្នាការទូតតុកចរចាដើម្បីបញ្ចប់នោះគឺជារឿងល្អបើអត់ទេគឺដូចខ្ញុំបាននិយាយ3-4-5 ឆ្នាំមុនហើយប្រទេសអ៊ុយក្រែនគឺអាចคล้ายទៅជាគេហៅថារដ្ឋចំណុះអាហ្នឹងរដ្ឋចំណុះបាទដូចបៀឡារុសចឹងបាទដូចបៀឡារុសមិនមែនរដ្ឋចំណុះទេរដ្ឋសហគមន៍បាទរដ្ឋសហគមន៍ចឹងអ៊ុយក្រែនហ្នឹងក៏រដ្ឋសហគមន៍ដែរបាទហើយបើយើងនិយាយម្យ៉ាងទៀតមានន័យថាគឺគេបង្កើតទៅជាប្លុកមួយរវាងរុស្ស៊ីអ៊ុយក្រែននិងបៀឡារុសបាទនិងបៀឡារុសអានឹងគឺ 100% បាទ 100% ខ្ញុំ
miên chùm nưa không chưa chắc không sắc xa mới khơi chẳng phần xua tha ta Ukraine bắt bong tức đây thà ọt bắt tới na tê Ukraine nơi tại Ukraine đại tê Russia cái mình trời cả tức đây nâng vô một thứ ấy tê và tức đây Russia nó vừa thông khăng na ta vừa bấm pơ đọc liên cả lô máy chiêng đó lời bị phốp lô cái tê na thông miên thầm bảy buôn đọc liên chẳng chẳng như Russia bẹ cả đá lắm chân cái đây America cái đây Canada cái đây Brazil cái đây tê na cái rồi chẳng Russia cái mình thấy cả tức đây phần tay pan nhà ha cứ cái ọt ách cái ọt áo đầy mơ này anh vô vào pon NATO máu thì tập pon NATO máu miền tham miệt tra pram này thom nuôi NATO cứ bảo na tha và tây Ukraine miền Parmano hay pe nu nu dừng đằng tha vì miền ấy cả là chẳng thế cứ nít cứ trong bát trong này gì tu từ ruột ấy lấy cho đo thàn phiệp chạ sài chẳng thàn phiệp chạ sài nít vì miền tập bay chủng nói tế chủng nói tí muối cứ ca cho cha rồi viên Russiaនិង Ukraine គឺមកទល់ពេលនេះគឺមិនមានសញ្ញាណាមួយដែលភាគីទាំងពីរអាចនឹងជួបគ្នាចរចានៅក្នុងពេលឆាប់ខាងមុខគឺអត់ទាន់មានទេចឹងទេអាចនឹងពជាពេលរហូតដល់រាប់ខែទៅមុខទៀតក៏ថាបាននេះគឺរឿងបញ្ហាការទូតបញ្ហាទី2គឺបញ្ហាអាកាសចឹងសប្តាហ៍ថ្ងៃនេះគឺខាងអ៊ុយក្រែនគឺវាយប្រហារមកលើប្រទេសរុស្ស៊ីក្នុងមួយថ្ងៃខ្ញុំនិយាយមួយថ្ងៃហ្នឹងទាំងកំជ្រួចទាំងដ្រូននេះគឺមិនតិចជាង2-300គ្រាប់ទេបាទ2-3គ្រាប់ទេហើយខាងរុស្ស៊ីដាក់ទៅវិញហ្នឹងក៏មិនតិចជាង100ដែរបាទប៉ុន្តែវាខុសគ្នានៅត្រង់ណាវាខុសគ្នានៅត្រង់ថាពេលដែលអ៊ុយក្រែនវាយចូលទឹកដីរុស្ស៊ីគឺប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីគេបានកំទេចនឹងគឺច្រើនណាស់បាទលើកលែងតែតំបន់ពាណិជ្ជកម្មតំបន់គេហៅថាជាជនរស់នៅមួយចំនួនគឺរុស្ស៊ីគេអត់មានប្រព័ន្ធគេអត់ដាក់ប្រព័ន្ធការពារដែនអាកាសទេអញ្ចឹងវាអាចធ្លាក់ទៅលើហាងទំនិញធ្លាក់ទៅលើកន្លែងទីតាំងហេដ្ឋារចនាសម្ព័ន្ធប្រជាជនរស់នៅគឺមានការបាត់បង់ជីវិតស្ត្រីកុមារចាស់ជរាមនុស្សទូទៅនេះគឺបាត់បង់ជីវិតក្នុងមួយខែហ្នឹងគឺ100នាក់របួសហ្នឹងក៏100នាក់ដែរបាទ100នាក់ដែរហើយការខូចខាតជាលុយកាក់ហ្នឹងមិនបាច់និយាយទេគឺច្រើនលានដុល្លារខ្លាំងណាស់ច្រើន10លានដុល្លារណាក្នុងមួយខែដោយឡែករុស្ស៊ីដាក់ទៅវិញនេះគឺថាធ្ងន់ណាស់សិតតែធ្ងន់ហើយគឺថាតាក់ទងទៅនឹងគោលដៅបាទគោលដៅដូចជាកន្លែងផលិតអាវុធយុទ្ធភ័ណ្ឌផលិតដ្រូនកន្លែងស្តុកទំនិញស្តុកអាវុធយុទ្ធភ័ណ្ឌស្តុកហ្គាសស្តុកប្រេងស្តុកស្បៀងផ្លូវគមនាគមន៍រាងយន្តហោះឬក៏អាយៈស្មាយានអីទាំងអស់ហ្នឹងស្ពានស្អីទាំងអស់ហ្នឹងបាទហើយកំពង់ផែកប៉ាល់ដឹកទំនិញអីទាំងអស់ហ្នឹងគឺថារុស្ស៊ីក្នុងរយៈពេល3ខែនេះគឺធ្វើឲ្យអ៊ុយក្រែននេះគឺធ្ងន់ធ្ងរណាស់ខូចខាតធ្ងន់ធ្ងរណាស់បាទហើយខាងរុស្ស៊ីគឺអត់មានបញ្ហាអីទេប៉ុន្តែបញ្ហានៅត្រង់ថាស្លាប់ប្រជាជនបាត់បង់នៅកន្លែងហាងទំនិញអីវាឆេះវាខូចខាតអីហ្នឹងក៏មិនតិចដែរប៉ុន្តែសម្រាប់វិស័យសន្តិសុខគឺអត់មានខូចខាតអីទល់តែសោះតែម្ដងបាទព្រោះប្រព័ន្ធដែនអាកាសរបស់គេគឺគេការពារទីនោះបានหมดចត់